ចន្ទីក្នុងលងពេលនេះចន្ទីចាប់ដើមចេញការរីកជាច្រើនបន្តែមានបញ្ហាតទៅនឹងអាកាសធាតុមានការប្រែប្រួលហើយនឹងកត្តាសត្វល្អិតផ្សេងដែលធ្វើឲ្យចន្ទីរបស់យើងគៀងក្តាប់បាទការចេញមករីកហើយបន្តអត់ព្រមចេញក្តាប់បំព្រមចេញក្បាលរុយដែលធ្វើឲ្យបងប្អូនមានការកង្វល់ជាច្រើនបាទសម្រាប់បងប្អូនដែលមានបញ្ហាតហ្នឹងលែងមានបញ្ហាទៀតហើយបាទខ្ញុំសូមណែនាំជាមួយនឹងឈុតទាញយកក្តាប់ដែលជាអ្នកឯកទេសទាញយកក្តាប់ខ្លាំងមែនតើហើយកំពុងផ្ទុះនៅលើទីផ្សារខ្លាំងមែនតើចំពោះគុណភាពបងប្អូនគ្រាន់តែប្រើចន្លោះពី10ថ្ងៃបងប្អូននឹងឃើញលូតក្តាប់មកច្រើនហើយបាទតោះយើងទៅមើលឈុតនឹងដល់គ្នាបាទនេះបងប្អូនបាទឈុតពី10នេះគឺជាឈុតសម្រាប់ទាញក្តាប់បង្កើនក្តាប់ហើយនឹងជួយផ្កាផងដែរចាគឺយើងប្រើជាមួយនឹង speed boron បូកជាមួយនឹង speed atomic ដោយសារពី10នេះគឺវាមានសមត្ថភាពច្រើនមែនតើសម្រាប់ជួយដល់វគ្គទាញយកក្តាប់វគ្គផ្កាសម្រាប់ចន្ទីគៀក្តាប់វគ្គផ្កាបាទលីទឹកបាន2000លីត្របាទសម្រាប់លីទឹកបាន2000លីត្រប្រើត្រឹមតែ7ទៅ10ថ្ងៃបងប្អូននឹងឃើញគីឡូក្តាប់បានរួយមកប្រងព្រាតាមដងហើយតានីតាមដងទៅលើគុណភាពសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ដែលមានចន្ទីមានបញ្ហាបងប្អូនអាចតម្លាក់លេខនៅខាងក្រោមវីដេអូនេះឬក៏ឆាតមកផ្ទាល់តែម្ដងក៏បានដែរដើម្បីទទួលបានការប្រឹក្សាបន្ថែមមុននឹងយកទៅប្រាស់